បណ្ដាញប្រព័ន្ធផ្សព្វផ្សាយអាស៊ានចិនទស្សនកិច្ចសិក្សាអំពីខ្សែសង្វាក់ផលិតកម្មនៅឯឧស្សាហកម្មរោងចក្រផលិតរថយន្ត SAICMG Wuling Automobile Co Ltd នៅក្នុងទីក្រុងលាវជូវដំណើរទស្សនកិច្ចរបស់ប្រព័ន្ធផ្សព្វផ្សាយអាស៊ានចិនខាងលើរៀបចំឡើងដោយក្រុមហ៊ុន China Media Group CMG និងរដ្ឋបាលតំបន់ស្វយ័តឃ្វាំងស៊ីស៊ុងនៃសាធារណរដ្ឋប្រជាមានិតចិនក្រុមហ៊ុន SAICMG Wuling Automobile Co Ltd ឬក៏ SGMW គឺជាក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នាដ៏ធំរបស់ប្រទេសចិនឥណ្ឌូនេស៊ីនិងប្រទេសឥណ្ឌាដែលបានបង្កើតឡើងដោយ SAIC Motor Corporation Limited 50.1% General Motor China Investment Co Ltd 44% និង Guangxi Automobile Group 5.9% ដែលបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ1958ដែលពេលនោះមានឈ្មោះថា Liu Zhou Power Machinery Factory បច្ចុប្បន្ន SGMW ដំណើរការមូលដ្ឋានផលិតកម្មនៅលាវជូវ ស៊ីងដាវ ជុងជីង ឥណ្ឌូនេស៊ីនិងឥណ្ឌាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ SAIC បច្ចុប្បន្ន SGMW បានបង្កើតកន្លែងលក់និងសេវាកម្មជាង 2,800 កន្លែងនៅទូទាំងប្រទេសចិនជាមួយនឹងការនាំចេញគ្របដណ្ដប់ប្រទេសនិងតំបន់ចំនួន105នៅអាមេរិកកណ្ដាល អាមេរិកខាងត្បូង មជ្ឈិមបូព៌ាអាហ្វ្រិកនិងអាស៊ីអាគ្នេយ៍ជាមួយនឹងបរិមាណលក់សរុបលើសពី30លានគ្រឿងធ្វើឲ្យ SGMW ក្លាយទៅជាសហគ្រាសផលិតរថយន្តរបស់ចិនដែលមានអ្នកប្រើប្រាស់ច្រើនជាងគេហើយនៅក្នុងចំណោមនោះការលក់រថយន្តថាមពលថ្មី NEVA បានកើនលើសចំនួន3លានគ្រឿងដែលជាប់ចំណាត់ថ្នាក់លេខ3នៅទូទាំងពិភពលោកម៉ាកសញ្ញាផលិតផលធំៗចំនួន3របស់ SAICMG Wuling Automobile Co Ltd គឺ Wuling Red, Wuling Silver និង Pao Chun នៅក្នុងខែកញ្ញាឆ្នាំ2025ក្រុមហ៊ុន SGMW សម្រេចបាននូវបរិមាណលក់រថយន្តចំនួន 155,579 គ្រឿងដោយការលក់រថយន្ត NEV បានលើសពីសញ្ញាសម្គាល់ 10,000 គ្រឿងជាលើកដំបូងនៅក្នុងឆ្នាំនេះដែលឈានដល់ 1,593 គ្រឿងហើយបើសរុបចាប់ពីខែមករាដល់ខែកញ្ញាការលក់ជាសកលរបស់ SGMW បានចំនួន 1,175,464 គ្រឿងកើនឡើង13កដកសញ្ញា 9% ពីមួយឆ្នាំទៅមួយឆ្នាំហើយក្នុងចំណោមនេះការលក់របស់ NEV បានកើនដល់ទៅ 66,859 គ្រឿងកើនលើស 48កដកសញ្ញា 3%